ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាតើពុកម៉ែបងប្អូនទាំងអស់គ្នាគឺជាលោកប៉ាអ្នកម៉ាក់ដែលមានញឹកក្នុងការនឹកទៅមើលថាកូនទូចឬក៏លោកឪពុកនិងម្ដាយចាស់ជរាហើយមានពេលវេលាគ្រប់គ្រាន់ក្នុងការដែលពុកម៉ែបងប្អូនទាំងអស់គ្នាអាចចេញទៅធ្វើការងារខាងក្រៅរកប្រាក់ចំណូលឬក៏ពុកម៉ែបងប្អូនទាំងអស់គ្នាមានការងារប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយប៉ុន្តែពុកម៉ែបងប្អូនទាំងអស់គ្នាចង់រកវិធីក្នុងការរកប្រាក់ចំណូលបន្ថែមដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារនិងជីវភាពប្រចាំថ្ងៃហើយក៏ដូចជាការកាត់បន្ថយការធ្វើការងារយូរម៉ោងនិងច្រើនថ្ងៃនៅក្នុងមួយសប្តាហ៍ដូចគ្នានោះអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាចសាកផ្ដល់ឱកាសឲ្យខ្លួនឯងមកស្វែងយល់ពីព័ត៌មានជាមួយនឹងខ្ញុំបានក្នុងការដែលពុកម៉ែបងប្អូនទាំងអស់គ្នាអាចរកប្រាក់ចំណូលតាមបណ្ដាញសង្គមដែលពុកម៉ែបងប្អូនទាំងអស់គ្នាអាចក្លាយខ្លួនទៅជាម្ចាស់អាជីវកម្មទីជារួមដំបូងនាងខ្ញុំឈ្មោះនិតនាងខ្ញុំរស់នៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីនាងខ្ញុំបានមករស់នៅក្នុងប្រទេសអូស្ត្រាលីអស់រយៈពេល16ឆ្នាំហើយជាមួយនឹងអ្នកម្ដាយនៃក្រុមគ្រួសាររបស់នាងខ្ញុំពីមុនឡើយគឺនាងខ្ញុំដូចជាពុកម៉ែបងប្អូនមួយចំនួនធំអញ្ចឹងគឺមមាញឹកក្នុងការធ្វើការពី2កន្លែងទៅ3កន្លែងធ្វើការយូរម៉ោងក្នុងមួយថ្ងៃហើយធ្វើការ7ថ្ងៃនៅក្នុងមួយសប្តាហ៍គេថាអត់មានពេលវេលាសម្រាប់ខ្លួនឯងសម្រាប់ក្រុមគ្រួសារទេពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះខ្ញុំឃើញថាពីមួយឆ្នាំទៅមួយឆ្នាំការដែលយើងធ្វើការងារយូរម៉ោងបែបនេះគឺអត់អាចផ្ដល់ឲ្យយើងនឹងមានប្រាក់សន្សំគ្រប់គ្រាន់និងអាចរស់នៅបែបជីវភាពមួយដែលយើងបងប្រាថ្នាជីវិតមួយដែលយើងទាំងអស់គ្នាតែងតែសម័យចង់បាននៅទេពុកម៉ែបងប្អូនទាំងអស់គ្នាហើយការធ្វើការងារបែប traditional way បែបនេះយូរម៉ោងបែបនេះនាងខ្ញុំគឺឃើញថានាងខ្ញុំអាចបន្តធ្វើការងារបែបនេះរហូតដល់30 ទៅ40ឆ្នាំរហូតដល់នាងខ្ញុំ retire នោះទេដោយសារតែយើងគ្រប់គ្នាអត់អាចមើលឃើញទៅថ្ងៃអនាគត30 ទៅ40ឆ្នាំទៀតតែយើងអាចនឹងមានប្រាក់សន្សំគ្រប់គ្រាន់ហើយឬក៏មានសុខភាពល្អគ្រប់គ្រាន់ដែលអាចធ្វើអ្វីដែលយើងចង់ធ្វើនៅក្នុងពេលបច្ចុប្បន្ននោះដូចគ្នាហើយការធ្វើការងារបែប traditional way គឺមិនមែនជា solution ដែលល្អដែលអាចផ្ដល់ financial security នៅថ្ងៃអនាគតសម្រាប់យើងគ្រប់គ្នាដូចគ្នាដោយសារតែពេលបច្ចុប្បន្នបងប្អូនទាំងអស់គ្នាអាចនឹងមានសុខភាពល្អហើយអាចទៅធ្វើការងារនៅខាងក្រៅបានប៉ុន្តែនៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាមានអ្នកជំងឺនៅក្នុងគ្រួសារឬក៏ពុកម៉ែបងប្អូនទាំងអស់គ្នាខ្លួនឯងជឿស្កាត់អត់មានសុខភាពល្អគ្រប់គ្រាន់នឹងអាចទៅធ្វើការងារខាងក្រៅនោះពុកម៉ែបងប្អូនទាំងអស់គ្នានឹងបាត់បង់ប្រាក់ចំណូលហើយការចំណាយរបស់យើងគឺនៅតែមានជាប្រចាំថ្ងៃពុកម៉ែបងប្អូនទាំងអស់គ្នាហើយពុកម៉ែបងប្អូនទាំងអស់គ្នានឹងអាចមានសម្ពាធដោយការដែលនាងខ្ញុំមាននៅពេលដែលនាងខ្ញុំត្រូវសម្រេចចិត្តឈប់ពីការងារពេញម៉ោងរបស់នាងខ្ញុំដោយសារតែលោកប៉ារបស់នាងខ្ញុំធ្លាក់ខ្លួនជាខ្លាំងនាងខ្ញុំត្រូវលាឈប់ដើម្បីយកពេលវេលាមកមើលថែគាត់ហើយនឹងចាត់ចែង appointment ហើយផ្សេងទៀតហើយអំឡុងពេលតែប្រហែលខែតែប៉ុណ្ណោះប្រាក់សន្សំដែលនាងខ្ញុំមានគឺអាចនិយាយបានថាវាអត់គ្រប់គ្រាន់ហើយធ្វើឲ្យនាងខ្ញុំមានសម្ពាធក្នុងផ្នែកហិរញ្ញវត្ថុអញ្ចឹងហើយគឺនាងខ្ញុំអត់ចង់ត្រឡប់ទៅពេលវេលាបែបនោះវិញទេទើបធ្វើឲ្យនាងខ្ញុំសម្រេចចិត្តក្នុងការស្វែងរកការដែលអាចរកប្រាក់ចំណូលបន្ថែមទៀតហើយនៅពេលដែលនាងខ្ញុំនៅក្នុង hospital គឺនាងខ្ញុំបានជួប Facebook ad ដូចពុកម៉ែបងប្អូនទាំងគ្នាកំពុងតែជួបដូចគ្នានៅពេលនេះនាងខ្ញុំក៏បានសម្រេចចិត្តឲ្យខ្លួនឯងផ្ដល់ឲ្យខ្លួនឯងចូលទៅស្វែងយល់សិក្សាបន្ថែមពីសិក្ខាសាលា90នាទីដែលឥតគិតថ្លៃពីការធ្វើអាជីវកម្មទីជ្រោហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់រកប្រាក់ចំណូលដូចជានាងខ្ញុំដែរពុកម៉ែបងប្អូនទាំងអស់គ្នាអាចផ្ដល់ឱកាសឲ្យខ្លួនឯងចូលទៅស្វែងយល់សិក្សាពីសិក្ខាសាលាដែលឥតគិតថ្លៃបានដោយពុកម៉ែបងប្អូនទាំងអស់គ្នាអាច comment ពីខាងក្រោមក៏បានឬក៏ click learn more ដើម្បីអាចនឹងបងប្អូនទាំងអស់គ្នាទទួលបានសិក្ខាសាលាដែលឥតគិតថ្លៃការដែលនេះខ្ញុំចាប់យកអាជីវកម្មមួយនេះពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារតែអាជីវកម្មរបស់យើងគេមានភាពបត់បែនមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាអាចធ្វើបាននៅពេលវេលាណាទីកន្លែងណាក៏បានឲ្យតែពុកម៉ែបងប្អូនទាំងអស់គ្នាមានទូរស័ព្ទដៃឬក៏ computer ដែលអាច connect ទៅ internet បានហើយការចាប់យកអាជីវកម្មមួយនេះពុកម៉ែបងប្អូនទាំងអស់គ្នាមិនត្រូវតម្រូវឲ្យតើមានបទពិសោធន៍ធ្វើការ online ពីមុនមកឬក៏មានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មពីមុនឡើយទេដោយសារតែនេះខ្ញុំចាប់ផ្ដើមដោយអត់មាន experience ដូចគ្នាប៉ុន្តែយើងមានប្រព័ន្ធ system ដែលមានវីដេអូ page ដើម្បីជួយណែនាំពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងការbuild up អាជីវកម្មរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាពីចំណុច0រហូតដល់ up and running អញ្ចឹងហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ចាប់យកអាជីវកម្មមួយនេះពុកម៉ែបងប្អូនទាំងអស់គ្នាកុំខ្លាចថាពុកម៉ែបងប្អូនទាំងអស់គ្នាwill be alone ដោយសារតែយើងមាន community ដែលនឹងចាំជួយជូនចែកយើងដូចគ្នានេះខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងផ្ដល់ឱកាសឲ្យខ្លួនឯងមកស្វែងយល់ពី opportunity ថ្មីដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាអាចនឹងឈានទៅដល់គោលដៅជីវិតមួយដែលពុកម៉ែបងប្អូនទាំងអស់គ្នាពងប្រាថ្នាដូចគ្នាអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នា see you on the other side